ជំងឺរលាកបំពង់កមានសញ្ញាអីខ្លះមិនកុមារតូចៗឧស្សាហ៍កាត់ម្លេះក្មេងតូចកើតជំងឺរលាកបំពង់កញឹកញាប់ដែលរោគសញ្ញានៃជំងឺរលាកបំពង់ករួមមានក្តៅខ្លួនលើកពី39អង្សាសេឈឺកពិបាកលេបចំណីអាហារពិបាកដកដង្ហើមក្អកញឹកញាប់អាចមានកូនកំដរនៅករីកធំហើយឈឺនឹងរឹងកបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតទឹកលីវណ្ណារាឯកទេសរោគកុមារបម្រើការងារនៅមន្ទីរពេទ្យគុណថាបុប្ផាភ្នំពេញជំងឺរលាកបំពង់កលើកុមារច្រើនកើតនៅចន្លោះអាយុ6ខែដល់6ឆ្នាំក្នុងនោះការសិក្សាបញ្ជាក់ថាក្មេងម្នាក់អាចកើតជំងឺរលាកបំពង់កពី3ទៅ8ដងក្នុងមួយឆ្នាំចំពោះមូលហេតុដែលនាំឲ្យក្មេងងាយនឹងមានជំងឺរលាកបំពង់កញឹកញាប់រួមមានកង្វះអនាម័យដែលក្មេងខ្លះចូលចិត្តបៀបដៃឬដាក់របស់របរមិនស្អាតចូលក្នុងមាត់ក្មេងខ្លះមានប្រព័ន្ធការពាររាងកាយមិនសូវរឹងមាំក្មេងកើតមិនគ្រប់ខែក្មេងមិនបានបំបៅដោយទឹកដក់ម្ដាយមិនបានចាក់ថ្នាំបង្ការមានបញ្ហាអាឡែហ្ស៊ីនៅផ្លូវដង្ហើមមានជំងឺច្រាលទឹកអាស៊ីតក្នុងក្រពះមកបំពង់កនិងជំងឺរួមផ្សំផ្សេងទៀតវិធីការពារពីជំងឺរក្សាអនាម័យឧស្សាហ៍លាងដៃកូនតូចៗជាមួយនឹងសាប៊ូអាល់កុលឬជែលឲ្យបានញឹកញាប់ឧស្សាហ៍លាងសម្អាតសម្ភារៈក្មេងលេងនាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់មុខតាមកម្មវិធីជាតិត្រូវបំបៅកូនដោយទឹកដោះម្ដាយយ៉ាងហោចណាស់ឲ្យបាន6ខែផ្ដល់ចំណីអាហារមានជីវជាតិទៅកូនត្រូវជៀសវាងការបញ្ចុកចំណីអាហារកុមារ2ទៅ3នាក់ដោយប្រើចានឬស្លាបព្រាតែមួយនិងមិនត្រូវឲ្យកុមារនៅក្បែរអ្នកជំងឺពិសេសអ្នកជក់បារី